ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមាននំអន្សមចេកចាអន្សមចំហុយណាមិនអន្សមស្ងោរទេចាហើយវិធីធ្វើគឺវាអត់សូវដូចជាមិនសូវវែងដូចជាយើងធ្វើអន្សមស្ងោរបងប្អូនហើយខ្ញុំក៏អត់ដែរចេះធ្វើដែរអន្សមចេកស្ងោរហ្នឹងព្រោះអីការវេចខ្ចប់ហ្នឹងវារបៀបខុសគ្នាអញ្ចឹងណាហើយខ្ញុំចេះធ្វើតែអន្សមចំហុយចាហើយកុំឲ្យរងចាំយូរបងប្អូនយើងអាចទៅមើលពីវិធីធ្វើទាំងអស់គ្នាហើយរសជាតិធានាថាឆ្ងាញ់ចាជាដំបូងហ្នឹងគឺខ្ញុំមានអង្ករដំណើបចាអង្ករដំណើបហ្នឹងយើងយកទៅត្រាំទឹកឲ្យរីកសិនណាចាខ្ញុំមានចំនួន4ខាប់4ខាប់ហ្នឹងគឺខាប់សម្រាប់វល់ហ្មងណាបងប្អូនហើយបើយើងគិតជាកំប៉ុងអង្ករយើងកំប៉ុងទឹកដោះគោហ្នឹងវាស្មើនឹង2កំប៉ុងអង្ករនឹងឯងចាហើយខ្ញុំមានចេកទុំហ្នឹង8ផ្លែទៅ12ផ្លែហ្នឹងសម្រាប់លើបងប្អូនចូលចិត្តចេកច្រើនឬក៏ចេកតិចចឹងណាតែខ្ញុំចូលចិត្តរៀងដាក់ច្រើនតិចទៅខ្ញុំដាក់អស់ពី10ផ្លែចាហើយនឹងខ្នោទុំនេះគឺខ្នោដែលខ្ញុំបកហើយខ្ញុំយកទៅដាក់ទូកកទុកទេហើយចំនួនវាស្មើនឹង2ខាប់ដែរចាយើងហាន់វាហើយអញ្ចឹងយើងវាល់មើលជិតប្រហែលខ្ទង់2ខាប់អញ្ចឹងណាហើយបើបងប្អូនចូលចិត្តតិចឬក៏ច្រើនអាចដាក់តាមនឹងបានវាអត់មានប៉ះពាល់អីទេបងប្អូនចាដាក់ច្រើនក៏ឆ្ងាញ់ដែរហើយដូងខ្ចីដូងកោសនឹងស្រាប់ហ្នឹងខ្ញុំទិញតកកស្រាប់ទេចាហ្នឹងក៏មានចំនួនប្រហែល2ខាប់ដែរចាសណ្ដែកកំប៉ុងគឺជាសណ្ដែកអង្គុយណាចា black eye peas ហ្នឹងអាហ្នឹងវាខ្ញុំដាក់មកកំប៉ុងរបស់វានឹងស្រាប់តែម្ដងវាចំណុះវាប្រហែលជា400 ml ចាហើយនឹងខ្ទិះដូងខ្ញុំប្រើ1ខាប់កន្លះចានិយាយរួមទៅគឺខ្ញុំយកខាប់ដែលខ្ញុំវាល់ហ្នឹងគឺវាល់គ្រប់មុខទាំងអស់តែម្ដងចាហើយស្ករសខ្ញុំប្រើ1/4ខាប់ហើយនឹងអំបិលគឺខ្ញុំប្រើតែកន្លះស្លាបព្រាកាហ្វេទេចាជាដំបូងហ្នឹងគឺយើងយកគ្រឿងទាំងអស់ហ្នឹងពេលដែលអង្គយើងរៀងរីកហើយបងប្អូនយើងត្រាំទុកថាជា4ម៉ោងអីចាបានយើងយកមកឆាចាខ្ញុំជឿអង្គទៅឆាហ្នឹងគឺឆាមិនឲ្យឆ្អិនពេកទេណាបងប្អូនឆាដូចថាពាក់កណ្ដាលឆ្អិនល្មមចឹងទៅដើម្បីយើងយកមកស្រួលវិចដល់ពេលចំហុយវារហ័សឆ្អិនជាងបើយើងអត់ឆាវាមុនទេចំហុយវារៀងយូរវាអាចនឹងនៅដុបចឹងណាចាចឹងទៅយើងយកអង្គនឹងឆាជាមួយគ្រឿងទាំងអស់នឹងចូលគ្នាហើយមកបានខ្ញុំដាក់ចេកនេះក្រោយគេយើងគ្រាន់តែបកហើយយើងពុះជា4ចឹងដើម្បីយើងវិចនឹងវាស្រួលជាងបើយើងអត់ពុះដាក់ទាំងមូលចឹងដូចថាវាធំពេកអីក៏មិនដឹងហ្នឹងចំពោះខ្ញុំចូលចិត្តយកមកពុះចឹងសិនចាហើយចំការវាចង់វិចណារៀងនំទូចបន្តិចចេញយើងដាក់អាចមកជ្រុងអីក៏បានដែរចាយើងមានជំរឿច្រើនហើយសំខាន់ហ្នឹងគឺស្លឹកចេកចាបងប្អូនស្លឹកចេកនៅស្រុកនេះវាពិបាកយើងទិញមកស្លឹកតកចេញពីទូទឹកកកមកអញ្ចឹងរៀងរឹងដូច្នេះខ្ញុំយកចេកស្លឹកហ្នឹងយកទៅហាលថ្ងៃហ្នឹងទទួលវាមានថ្ងៃបន្តិចយកទៅហាលនៅខាងក្រៅឲ្យវារៀងសពបទុនតិចមកដល់ពេលយើងយកមកហែកមកអីលាងអីអញ្ចឹងវាអត់សូវរហ័សឆាប់រហែកចាវារៀងគ្រាន់បើបន្តិចហើយដល់ការដែលធ្វើវិចខ្ចប់នេះក៏សំខាន់ដែរបងប្អូនថាធ្វើម៉េចឲ្យរៀងតឹងដៃបន្តិចចាខ្ញុំដាក់អញ្ចឹងហើយខ្ញុំបត់មុខវាជា2សិនដើម្បីធ្វើឲ្យវាមានដូចថាជួយឲ្យបានតឹងតិចពេលសកត់នំនឹងទៅណាបើមិនអញ្ចឹងទេពេលយើងខ្ចប់ហើយនំនឹងវាអត់ស្អិតជាប់គ្នាល្អវារៀងអាឡេះចេញពីគ្នាហើយចាអញ្ចឹងទៅពេលយើងកាច់មកកង់អញ្ចឹងហើយយើងបត់វាមកចាដើម្បីយើងយកដងឈើនេះ spatula នេះចាយើងយកវាមករុញវាចុះបន្តិចណាដើម្បីឲ្យនំយើងហ្នឹងវាណែនល្អចាហើយវិធីកាច់ហ្នឹងឲ្យធ្វើម៉េចឲ្យចេញក្បាលហ្នឹង3ជ្រុងចាខ្ញុំធ្លាប់ឮចាស់និយាយថាសងក្បាល3ជ្រុងវាស្អាតអញ្ចឹងទៅក៏យើងរៀនធ្វើតាមហ្នឹងគ្រាន់ថាវាមិនបានល្អឥតខ្ចោះឲ្យបងប្អូនព្រោះខ្ញុំធ្វើយូរខ្ញុំធ្វើម្ដង2ឆ្នាំអីខ្ញុំនឹកឃើញធ្វើនំអញ្ចឹងម្ដងវាមិនបានស្អាតperfect អីទេគ្រាន់ថាបើបងប្អូនគាត់ស្រុកខ្មែរប្រហែលជាគាត់ធ្វើញឹកញាប់ជាងបានស្អាតជាងអញ្ចឹងណាប៉ុន្តែព្យាយាមអស់លទ្ធភាពហើយនិយាយលេងចាបើយើងនិយាយរួមទៅយើងវិចតាមទម្រង់ស្លឹកចេកនៅអត់សូវសម្បូរដូច្នេះយើងមិនអាចធ្វើឲ្យបានຂະຫນាតនឹងតែមួយស្មើគ្នាហ្មងអត់បានទេគឺថាចលិះគ្នាតិចតួចបានព្រោះអីស្លឹកធំយើងវិចរៀងតាមវិចស្លឹកធំស្លឹកទូចក៏តាមស្លឹកទូចចឹងទៅចានឹងធ្វើតាមតែអាចធ្វើទៅបានចឹងណាហើយអានេះគឺថានំនឹងពេលដែលយើងយកទៅចំហុយបងប្អូនចំហុយ15នាទី20
20នាទីអញ្ចឹងណាតាមភ្លើងតិចភ្លើងខ្លាំងចាបងប្អូនមើលតាមជាក់ស្ដែងទៅហ្នឹងហើយចំពោះខ្ញុំនេះខ្ញុំដាក់ប្រហែលជា20នាទីចាហើយនំហ្នឹងគឺលើកមកគឺថាឆ្អិនល្មួតល្អមែនតើអត់មានឆៅខាងក្នុងអត់មានដុបអីទេចាហើយខ្ញុំដាក់តាកញ្ឆែងអាស័យនេះអញ្ចឹងចំហុយក៏ល្អដែរនេះខ្ញុំដាក់2ត្រួតទៀតណាចាក៏ចំហុយឆ្អិនដូចគ្នាហើយអន្សមហ្នឹងគឺវិចបាននំច្រើនដែរបងប្អូនចាចំណោះប៉ុណ្ណឹងគឺបាននំឡើងមកកញ្ឆែងធំដែរហ្នឹងណាល្មមមកញ៉ាំឆ្អែតចាគ្រប់គ្នាហើយអានេះយើងចង់បកភ្លក់សាក់មើលថាតានំហ្នឹងឆ្អិនល្អអត់ចាហើយពេលតុននំហ្នឹងនិយាយទៅមើលទៅតុនសាច់តុនល្មើយហ្មងវាល្មួតជាប់គ្នាទៀតវាអត់មានឆៅដុំហើយយើងពិបាកញ៉ាំទៅជួនកាលបើសិនជាយើងឆាអង្គនឹងអត់ល្អក៏អាចធ្វើឲ្យនំហ្នឹងហើយចំហុយប្រើពេលយូរទៀតហើយនំហ្នឹងនឹងអាចឆៅខាងក្នុងចាវាឆ្អិនតែក្រៅវាខាងក្នុងនៅឈប់ដុបហើយតែអានំនេះអត់អីហើយសំបីតែចេកអីគឺថាវាស្អិតល្មួតចូលគ្នាហ្មងហើយមកកញ្ឆែងនេះទៀតគឺខ្ញុំវិចតាមស្លឹកដូចនិយាយចឹងព្រោះអីស្លឹកមានទូចយើងវិចតាមនំទូចខ្លះអញ្ចឹងបានខ្ញុំយកចេកហ្នឹងទៅជ្រៀកជាចំណិតទូចខ្លះដើម្បីយកមកវិចនំតូចចាព្រោះនៅសល់ស្លឹកតូចហើយបងប្អូនឃើញទេអ្នកអាននំខ្លះហ្នឹងខ្ញុំវិចទៅដូចថាចង់យកម៉ូតស្លឹកប្រឆិតណាចាយើងយកអាស្លឹកម៉ូតប្រឆិតខ្លះយកអាម៉ូតត្រង់ខ្លះចាហើយនំហ្នឹងឆ្ងាញ់ណាបងប្អូន